ដើម្បីបានជាយុវជនត្រូវមានវាខាងក្រោមនេះជាចរិយាសម្បទាមួយចំនួនដែលយុវជនត្រូវមានចំណុចទី1ការប្រស្រ័យតាក់ទងល្អទី2ការសហការធ្វើការងារជាក្រុមទី3គឺភាពស្មោះត្រង់ទី4ឧបនធម៌ចំណុចទី5ចេះយល់អារម្មណ៍អ្នកដទៃចំណុចទី6ការគោរពនិងជួយគ្នាទៅវិញទៅមកចំណុចទី7គឺការបង្កើតនិងរក្សាចំណងមិត្តភាពទី8ការមានទំនួលខុសត្រូវទី9ការបដិញ្ញាអភិវឌ្ឍខ្លួនគ្រួសារនិងសង្គមទី10ភាពជាពលរដ្ឋសកលសូមជួយចុច Subscribe ត្រង់វីដេអូខាងក្រោមនេះសូមអរគុណច្រើន